ជំរាបសួរចឹងថ្ងៃនេះខ្ញុំមកចែករំលែកបងប្អូនតទៀតអំពីរបៀបនៅក្នុងការរៀនអក្សរបារ៉ែលចឹងនេះគឺជាឧបករណ៍ slate នេះខ្ញុំបង្ហាញឲ្យបងប្អូនឃើញឡើងវិញ slate ហើយនិង stylus ឧបករណ៍ពីរនេះគឺជាឧបករណ៍សរសេរអក្សររបស់ជនមានពិការភាពដើម្បីសរសេរអក្សរបានគឺយើងបើកវាអញ្ចេះមកនេះយើងដាក់กระดาษចូលមកវាមានធ្មេញវា4នេះពេលយើងដាក់ទៅយើងសង្កត់ទៅវាចេញពោកមកអញ្ចឹងមកអញ្ចឹងខ្ញុំរំលឹកឡើងវិញជាមួយបងប្អូនបន្តិចកាលពីវីដេអូមុនខ្ញុំបានបង្ហាញបងប្អូនច្រើនហើយទាំងមូលដ្ឋានគ្រឹះទាំងស្រៈនិស្ស័យអញ្ចឹងក្នុងមួយបន្ទប់នៃ slate នេះគឺមាន6ចំណុច6ចំណុចនេះសំខាន់ណាស់បងប្អូនគឺដើម្បីបងប្អូនសិក្សាស្វែងយល់អំពីស្រៈអំពីព្យញ្ជនៈបានគឺបងប្អូនត្រូវចាំអំពី6ចំណុចនេះជាគោលអញ្ចឹងក្នុងមួយបន្ទប់របស់ slate គឺមាន6ចំណុចខាងលើនៅផ្នែកខាងស្ដាំហ្នឹងគេហៅថាចំណុច1ចុះមកក្រោមមកហៅថាចំណុច2ចុះមកក្រោមហៅចំណុច3ឡើងទៅលើរុញមកខាងឆ្វេងហៅថាចំណុច4ចុះមកក្រោមមកផ្នែកខាងឆ្វេងនេះហៅថាចំណុច5វាចុះមកក្រោមនេះហៅថាចំណុច6អញ្ចឹងដល់ពេលដែលយើងដាក់សរសេរគឺយើងចាប់ផ្ដើមពីស្ដាំមកឆ្វេងចុះដល់ពេលដែលយើងអានវិញយើងធ្វើម៉េចយើងបើកមកយើងត្រឡប់ពីឆ្វេងមកស្ដាំវិញដូចបងប្អូនដូចអក្សរភ្លឺដែរអញ្ចឹងអត់ខុសគ្នាទេបងដូចតែគ្នាទេតោះឥឡូវខ្ញុំមករំលឹកឡើងវិញដោយសារតែវីដេអូមុនរបស់ខ្ញុំហ្នឹងគឺខ្ញុំបានបង្ហាញបងប្អូនអំពីចំណុចស្រៈហើយអញ្ចឹងវីដេអូនេះខ្ញុំគ្រាន់តែមកនាំបងប្អូនអានឡើងវិញហើយឲ្យបងប្អូនឃើញរៀងដើម្បីបងប្អូនភ្លេចអញ្ចឹងនេះជាស្រៈរបស់យើងនេះចំណុច1ចំណុច6ចឹងឥឡូវខ្ញុំចូលដល់ស្រៈនេះគឺខ្ញុំអត់ប្រាប់ចំណុចបងប្អូនទេព្រោះវីដេអូមុនខ្ញុំប្រាប់ឲ្យរបស់វាវែងនេះស្រៈបងប្អូនឃើញតែរៀងបានហើយជនមានពិការភាពគឺគាត់អាចសឹកមើលវីដេអូមុនតមកនេះស្រៈរបស់យើងនេះស្រៈនេះស្រៈនេះស្រៈនេះតមកទៀតនេះជាស្រៈអូនេះស្រៈអូហើយនេះស្រៈអូនេះបងប្អូនស្រៈអូចឹងនេះជាស្រៈអូចឹងស្រៈបន្ទាប់ដែលបងប្អូនត្រូវរៀនបន្តសិក្សាបន្តស្វែងយល់ជាមួយខ្ញុំថ្ងៃនេះហ្នឹងគឺស្រៈអើចឹងស្រៈអើហ្នឹងគឺជារៀងគឺបែបនេះរៀងគឺបែបនេះចឹងសម្រាប់ចំណុចវិញគឺចំណុចប៉ុន្មានទៅស្រៈអើហ្នឹងណែបងប្អូនត្រូវដឹងតែហ្នឹងបើសិនជាបងប្អូនស្គាល់តែរៀងបងប្អូនអត់ដឹងពីការសរសេរគឺក៏យើងសរសេរអត់ចេញដែរអញ្ចឹងរៀងនេះរៀងបែបនេះអញ្ចឹងស្រៈអើនឹងចំណុចគឺចំណុច1ចំណុច4និងចំណុច6នេះគឺជារៀងរបស់ស្រៈអើ1 4និង6ឥឡូវខ្ញុំអនុវត្តការសរសេរឲ្យបងប្អូនមើលម្ដងនេះយើងចាប់ដើមចូលមកយើងចាប់ដើមមកយើងក្នុងបន្ទប់ដើមដំបូងហ្នឹងគឺយើងចាប់ដើមចុចចំណុច1តែខាងស្ដាំហៅចំណុច1នេះបងប្អូននេះរុញមកមុខហៅចំណុច4ដល់ពេលចុះមកក្រោមគាត់មកចំណុច5ចំណុច6យកមកចុចមកចុចចឹងរហូតមកចុចចឹង1 4 6 1 4 6ចឹងមកឥឡូវខ្ញុំចុចដក clear ខ្លះចុចនេះខ្លះដើម្បីឲ្យបងប្អូនងាយចំណាំសបរ៉េលគឺបែបហ្នឹងបងប្អូនយើងចុចទៅវារៀងលឺរំខានបែបហ្នឹងឥឡូវយើងបើកឲ្យបងប្អូនមើលម្ដងចឹងនេះគឺវាជាប់គ្នា1 2 3 4 5ដងខ្ញុំចុចស្រៈអើ5ដងជាប់គ្នាហើយទៅមកខ្ញុំដក clear វិញម្ដងនេះហើយរៀងស្រៈអើបន្តមកទៀតយើងមកភូផ្គងម្ដងមើលថាក្នុងសៀវភៅពុំចំណុចដូចមិនអញ្ចឹងទេទីកុហកខ្ញុំទេឥឡូវខ្ញុំឲ្យបងប្អូនមើលខ្ញុំអត់កុហកបងប្អូនទេពួកខ្ញុំចែករំលែកឲ្យបងប្អូនឃើញមានដំណងចែករំលែកឲ្យដែរចឹងណាកុំអោយថាចេះតែខ្ញុំដើម្បីឲ្យបងប្អូនចេះដែរទៅកុំអោយថាពិបាកថ្ងៃមុខថ្ងៃក្រោយទៅចេះតែខ្ញុំអានបន្លំបងប្អូនអត់ទេនេះអានេះស្រៈអើលើសៀវភៅពុំនេះហើយបន្ទាប់មកនេះលើกระดาษខ្ញុំផ្សេងហ្នឹងអញ្ចឹងវីដេអូនេះគឺខ្ញុំមានប៉ុណ្ណឹង
ជាពិសេសខ្ញុំចែករំលែកនេះគោលបំណងគឺខ្ញុំជូនដល់បងប្អូនដែលមានពិការភាពជាពិសេសឲ្យគាត់ព្យាយាមបងប្អូនដែលគាត់អត់បានចូលសាលាគាត់មានគាត់ផុតអាយុគាត់ផុតអីហ្នឹងទៅហើយគាត់មានបំណងចង់រៀនចង់សិក្សាស្វែងយល់ពីអក្សរគាត់ចង់អានពីព័ត៌មានឬគាត់ចង់អានអក្សរបារ៉ែលអញ្ចឹងគាត់អាចយកវីដេអូហ្នឹងទៅស្ដាប់អញ្ចឹងសារៈរបស់យើងហ្នឹងគឺមានចំណុច1ចំណុច4និងចំណុច6trongវីដេអូនេះខ្ញុំមានប៉ុណ្ណឹងជូនបងប្អូនអរគុណច្រើនសម្រាប់បងប្អូនដែលតែងតែតាមដានជាមួយនឹង page La New Generation ជួបខ្ញុំជាមួយនឹងសារៈនិស័យតទៀតនៅក្នុងវីដេអូក្រោយៗជម្រាបលា